បាទឆាតទី2យើងសិក្សាពី control statement អ្នកទាំងអស់គ្នាឮសូរពាក្យ control statement គឺយើងសំដៅទៅលើ statement ដែលប្រើសម្រាប់ដាក់លក្ខខណ្ឌអញ្ចឹងហ៎បាទពាក្យថា control ត្រួតពិនិត្យអញ្ចឹងហ៎បាទអញ្ចឹងលក្ខ statement មួយហ្នឹងប្រើសម្រាប់ដាក់លក្ខខណ្ឌឲ្យ statement ផ្សេងទៀតណាហ្នឹងហើយតែភាសាបច្ចេកទេស control statement គឺគេប្រើពាក្យនឹងច្រើនជាងគេបន្ទាប់មកទៀតពួកយើងអាចឮសូរខ្លះទៀតគេប្រើពាក្យខុសពីហ្នឹងដូចជា control structure ពាក្យ control គឺអត់ចោលទេបាទអញ្ចឹងបើឮសូរពាក្យគេថា control structure បាទ control structure មានន័យថាជាទម្រង់នៃការត្រួតពិនិត្យបាទអាហ្នឹងក៏ជា control statement នឹងដែរយល់ទេបាទបើសិនឃើញនៅក្នុងe-book ឬក៏ស្ថិតនៅក្នុងឯកសារមួយចំនួនគេដាក់ថាមេរៀន control structure មានន័យដូចគ្នាណាបាទអាចឯកសារខ្លះទៀតគេដាក់ flow control អាហ្នឹងក៏ control statement ហ្នឹងដែរបាទ flow control គឺចង់សំដៅទៅលើអាលំហូរទិន្នន័យពីមួយទៅមួយហ្នឹងដោយឆ្លងកាត់លក្ខខណ្ឌហ្នឹងតើវាដែរយ៉ាងដូចម្ដេចអញ្ចឹងវាដូចជា control statement ដែរទេណាគ្រាន់តែគេលេងពាក្យខុសគ្នាតែប៉ុណ្ណោះអញ្ចឹងពួកយើងនឹងអាចលើសូវ3ពាក្យហ្នឹង control statement flow control និង control structure តែពាក្យដែលលើជាងច្រើនជាងគេគឺ control statement ហើយមួយទៀតគឺ flow control បាទពីរហ្នឹងគឺគេចូលចិត្តនិយមប្រើពាក្យហ្នឹងបាទវាឯ control structure គឺពាក្យច្រើនលើសូវតែនៅក្នុងភាសា C ឬ C++ ទេបាទគេសវនិយាយតែឡើងលើពីភាសាហ្នឹងមកក៏ដូចជាគេមិនសូវប្រើទេគេប្រើតែពាក្យ control statement ឬក៏ flow control បាទឬសូវតែពាក្យថា control statement អ្នកទាំងអស់គ្នាតែសម្លឹងទៅលើ statement មួយគឺ if else statement ច្រើនជាងគេបាទ if else statement គឺតំណាងឲ្យ control statement ហ្នឹងតែមិនមែនមានន័យថាមានត្រឹមតែ if else statement ហ្នឹងជា control statement ទេ control statement ទាំងនៅក្នុងភាសា C នៅក្នុងភាសា C++, VB, C# ភាសាច្រើនណាស់ control statement ទាំងអស់ហ្នឹងគឺមាន if else statement ហ្នឹងមែនតែមិនមែនមានន័យថា if else statement តែមួយហ្នឹងគឺជា control statement ទេតែជាពិត control statement បែងចែកច្រើនណាមានច្រើននៅក្នុងភាសា Java គេបែងចែកក្រុមវាបានច្បាស់លាស់ណាស់ណាហ្នឹងហើយអញ្ចឹងនៅក្នុងភាសា Java គេបែងចែកជា3ក្រុមធំបាទមាន3ក្រុមណាមួយក្រុមហ្នឹងមាន statement អីខ្លះទៅបាទមួយក្រុមទៀតមាន statement អីខ្លះទៀតទៅមួយក្រុមទៀតមាន statement អីខ្លះទៀតទៅណាហ្នឹងហើយមិនដូចជាភាសា C ឬ C++ ទេគឺ control statement វាបែងចែក1 2 3 4 5តែម្ដងអាហ្នឹងដូចគ្នាទេណាបាទអញ្ចឹង control statement នៅក្នុងភាសា Java គឺបែងចែកជា3ក្រុមធំក្រុមទី1ដាក់ឈ្មោះថា selection statement បាទពេលថា selection statement មានន័យថាម៉េចជា statement ប្រើសម្រាប់ជ្រើសរើសមែនទេបាទដូចខ្ញុំហៅបងអូនឯងសួរមកអញ្ចឹងគឺខ្ញុំជ្រើសរើសដោយចៃដន្យឬក៏ជ្រើសរើសដោយចង់ឈ្មោះអញ្ចឹងទៅអញ្ចឹងហ៎បាទពេលតែជ្រើសរើសមានន័យថាអាចយកអ្នកខ្លះអាចចោលអ្នកខ្លះពេលតែជ្រើសរើសមានន័យបែបហ្នឹងមែនទេបាទមានយកមានមិនយកបាទចឹងថាតើ control statement ណាខ្លះដែលយើងចាត់ទុកថាជា selection statement គឺមាន2 if else statement និង switch statement ពួកយើងសង្កេតមើល if else statement ដែលយើងបានរៀននៅក្នុងភាសា C ហើយ if else statement នៅក្នុងភាសា C ក៏ដូចជាវាគ្នាក្នុងភាសាផ្សេងៗទៀតដែរបាទមានន័យថាប្រសិនបើលក្ខខណ្ឌនោះពិតវានឹងដំណើរការ statement របស់ if ហើយវាចោល L មែនទេបាទតែបើលក្ខខណ្ឌនោះមិនពិតវានឹងចោល if វិញវាយកបក L វិញមែនទេបាទអញ្ចឹងអាហ្នឹងហើយគេហៅថាសម្លេចនោះមានន័យថាវានឹងអាចមានជម្រើសជ្រើសរើសយក A ឬជ្រើសរើសយក L ចឹង if else statement ក៏ជា control statement ដែរតែវាស្ថិតនៅក្នុងក្រុម selection statement អញ្ចឹងយល់អាហ្នឹងឲ្យច្បាស់ណាបាទវាដូចជាដែលកថាហ្នឹងតែកថាហ្នឹងវាមាន integer number តែក្នុង integer number ហ្នឹងវាមានសពវាមានស្បែកមានសពវាមាន int មាន long ណាវាបែងចែកជាក្រុមហើយឆ្លងមួយទៀតដូចជា switch statement switch statement ក៏ចាត់ទុកជា selection statement ដែរបាទហេតុអីបានចាត់ទុកជា selection statement អ្នកទាំងអស់នេះសង្កេតថាឲ្យតែមានចោលខ្លះយកខ្លះដឹងថា selection statement switch case ពួកយើងចាំបាននេះ switch case
ណាបើមានន័យថាឧទាហរណ៍ថាបើករណីទី1ពិតវានឹងដំណើរការពីករណីទី1ចុងក្រោយតែបើករណីទី2ពិតវាអត់ដំណើរការករណីទី1ទេវាដំណើរការចាប់ពីករណីទី2ចុងមកក្រោយចឹងហ៎ហើយបើយើងប្រើ break នៅក្នុងខែនីមួយៗទៀតវានឹងដំណើរការតែករណីពិតទៀតបាទអញ្ចឹងគាត់កាត់អីតែស្រីនិយាយដើមមកអញ្ចឹងស៊ុយខេក៏ជា selection settlement ដែរដោយសារតែវាអាចជ្រើសរើសយ៉ាងម៉េចទៅគាត់ថាស៊ុយខេប្រសិនណាយើងសេតតម្រង់ត្រឹមត្រូវរបស់វាអាចជ្រើសរើសបានច្រើនជាង give us settlement ដោយសារតែអាករណីដែលស្ថិតនៅខាងក្រោមករណីពិតវានឹងចាត់ទុកថាជាករណីពិតប្រសិនបើយើងមិនបានប្រើ break នៅក្នុងខែនីមួយៗចឹងហ៎តែបើយើងប្រើ break វានឹងដំណើរការដូចជា give us settlement ណាចឹងទាំងពីរនេះវាចាត់ទុកថាជា selection loop settlement បាទ loop settlement អ្នកទាំងអស់គ្នាពិចារណា loop settlement គឺអត់ដូចជា selection settlement ទេ settlement ទាំងឡាយដែលស្ថិតនៅក្នុង loop ត្រូវតែដំណើរការទាំងអស់បើមិនមក loop ដែរពីព្រោះ loop វាសង្កត់ធ្ងន់ទៅលើថាវាចង់បញ្ជាឲ្យ settlement ទាំងអស់ហ្នឹងដើរបានច្រើនដងចឹងហ៎បាទដូចខ្ញុំរៀនមួយយើងខ្ញុំត្រូវការអ្នកទាំងអស់គ្នាសូត្រឲ្យបាន20ដងអញ្ចឹងមានថាអ្នកទាំងអស់ហ្នឹងត្រូវសូត្រ20ដងទាំងអស់គ្នាអត់មានជ្រើសរើសថាតកមុខជ្រើសរើសសូត្រអាតកក្រោយមិនសូត្រមិនអញ្ចឹងទេចឹងហ៎បាទអញ្ចឹងពេលដែលយើងប្រើលុបមានន័យថាសិទ្ធិមិនទាំងឡាយណាដែលស្ថិតនៅក្នុងលុបចាំបាច់ត្រូវតែដើរតាមជំរុំជុំរបស់លុបអត់បានជ្រើសរើសថាសិទ្ធិមិនណាខ្លះត្រូវដើរសិទ្ធិមិនណាខ្លះមិនត្រូវដើរទេខ្លាចតែយើងប្រើ email នៅក្នុងលុបនោះទៀតទៅអីគេទៅវាអាចថាសិទ្ធិមិនខ្លះដើរសិទ្ធិមិនខ្លះមិនដើរចឹងហ៎បាទតែសិទ្ធិមិនទាំងអស់ដែលស្ថិតនៅក្នុងលុបចាំបាច់ត្រូវដើរតាមជំរុំជុំរបស់លុបប្រសិនបើមិនមាន control settlement ផ្សេងទៀតទៅដាក់លក្ខខណ្ឌជាប់លើនោះទេណាបាទអញ្ចឹងគឺលោកគេសំដៅទៅលើជា control settlement មួយដែលបញ្ជាឲ្យ settlement ផ្សេងទៀតដំណើរការច្រើនដែរសារទៅសារមកអញ្ចឹងហ៎បាទអញ្ចឹងអាផ្សេងទៀតនោះដាច់ខាតត្រូវតែដំណើរការទៅតាមការបញ្ជារបស់លោកនឹងបាទលោកនឹងបញ្ជាឲ្យរត់5ជុំ settlement ដែលស្ថិតនៅក្នុងលោកនឹងដាច់ខាតត្រូវរត់5ជុំដូចគ្នាមិនអាចមាន settlement ណារត់5ជុំ settlement ណារត់3ជុំទេណាប្រសិនបើគ្មាន control settlement នៅក្នុងហ្នឹងណាចឹងលូបនៅក្នុងភាសា Java ដូចជាភាសា C++ 100% មានដូចជា val do val និង for ចឹងណាបាទ3ហ្នឹងគឺលូបដូចគ្នាយើងប្រើ val ក៏ជាលូបយើងប្រើ do val ក៏ជាលូបយើងប្រើ for ក៏ជាលូបចឹងគេបង្កើតលូបឲ្យយើងច្រើនចឹងក្នុងគោលបំណងចង់ឲ្យយើងអាចប្រើទៅតាមកលៈទេសៈហើយខ្ញុំនឹងពន្យល់យើងឲ្យច្បាស់ថាតើគេបង្កើត val ដើម្បីអីគេបង្កើត do val ដើម្បីអីនិង for ដើម្បីអីយើងប្រើឲ្យចំគឺតាមនេះណាហ្នឹងហើយបាទពួកយើងដឹងហើយថា val គឺប្រើសម្រាប់អី loop គឺតលក្ខខណ្ឌមុនបាទ do val គឺតដំណើរការឲ្យបានផ្ទៀងតលក្ខខណ្ឌអញ្ចឹងហ៎បាទ for វាដើរអីគេយ៉ាងម៉េចអីយ៉ាងម៉េចចឹងទៅបាទមាន3 settlement នៅក្នុង for អញ្ចឹងទៅណាចឹងចាំទៅដល់ពេលហ្នឹងយើងនិយាយតែឥឡូវយើងនិយាយទ្រុសសិនថា loop មាន3ប្រភេទហ្នឹងបាទក្រុមទី3ជាក្រុមចុងក្រោយគឺ jumping settlement បាទ jumping settlement សំដៅទៅលើ settlement ដែលលោតទៅកាន់ settlement ផ្សេងទៀតដោយគ្មានលក្ខខណ្ឌដូចជា break បាទអ្នកទាំងអស់គ្នាពេលដែលយើងប្រើ break មិនដែលគឺមាន break ហើយមានលក្ខខណ្ឌនៅក្នុង break ទេមែនទេបាទយើងសេ break ហើយសម្រាប់រត់ចោលតែម្ដង continue ក៏ចឹងដែរបាទ continue ក៏យើងសេចោលបាទមាន settlement មួយទៀតគឺថតទីថា break គេមិនដែលប្រើ break តែឯងទេវាចឹង break គេប្រើនៅក្នុង loop ឬក៏នៅក្នុង switch មែនទេបាទហើយលក្ខខណ្ឌនោះគឺជាលក្ខខណ្ឌរបស់ loop ឬក៏លក្ខខណ្ឌរបស់ switch បាទមិនមែនជាលក្ខខណ្ឌរបស់ break ទេអញ្ចឹង break និង continue មិនមានលក្ខខណ្ឌទេ return ក៏អត់មានលក្ខខណ្ឌបាទតែ return គេនឹងប្រើជាមួយទៅនឹងមេសងណាបើនៅក្នុង C++ គេថាគេប្រើជាមួយនឹង function បាទយើងនឹងរៀននៅ chapter ទី4យើងនឹងយល់ថាតើ return ប្រើយ៉ាងម៉េចតែ jumping settlement នៅក្នុងភាសា Java មានតែ3ហ្នឹងទេបើយើងប្រៀបធៀបនៅក្នុងភាសា C ឬភាសា C++
miền lên vui kiểu miền buồn còn làm gì là khác miền gương cũng là bao nhiêu tiền hắn bảo trong để giấy được không thì sao gì là tại nhà nó thì sao chào và ở miền go thu được vậy này khi vợ go thu miền tại go thu mình ăn ra bảo này thì vợ đó cứ biết trong tại biết tại mình tại mà này chắc trong hiện giờ mình cứ miền trong tại bảy để cứ break bằng những cái bị thật sự à lấy những lớp do do selection settlement do mình chạy này đấy mà chẳng selection settlement cái miền P đó miền if else nó switch à lấy chưa một tham nhầm lượng do if else do mình chạy nè mà chẳng if else nhưng nó cho bạn người luôn cho bạn if else biết được là cái ta lệ hẳn bà lệ hẳn rồi if settlement rồi if rồi bạn rồi là cái tay người lệ hẳn if mình bắt settlement rồi rồi bạn rồi là cái tay người như say if else quy từ vô phải đi của những người dùng vì anh khác tới đồng là ca vậy hay có anh khác ai đồng là ca vậy vì nó chưa rơi vô mũi không chịu nổi vì mình ai chưa rơi vô theo vì có mình chưa rơi vô gì đã anh khác thì chưa rơi vô mũi tại con đang mơ tỉnh nhưng mà cả chạp thờ một tiết ai của dân sửa dốt ngày cái đó thầu nhận nát tại là của dân mà đầu chiên đọt system dot not frame nè lại để chúng ta thả step thì mình quảng dot đầu chiên stop nèទាំងអស់នេះដឹងថាប្រសិនបើលក្ខខណ្ឌទី1ពិតstatement នេះត្រូវបានដំណើរការតែបើលក្ខខណ្ឌទី2ពិត statement ទី2ត្រូវបានដំណើរការហើយដំណើរការ statement ទី3លោកត្រូវតែលក្ខខណ្ឌទាំងលើមិនពិតចឹងហ៎បាទខ្ញុំសួរថានៅពេលដែល A ស្មើ7លក្ខខណ្ឌទី1ក៏ពិតលក្ខខណ្ឌទី2ក៏ពិតដូច្នេះតើវាដំណើរការ statement ណាពួកយើងឆ្លើយត្រូវគឺវាដំណើរការ statement ទី1ចុះ statement ទី2វាដំណើរការទេអត់ទេហេតុអីហេតុអីណែតែតែការងារគេឯងគេស៊ូលេងអញ្ចឹងមួយម៉ាត់ពួកនឹងឆ្លើយខុសដែរឆ្លើយត្រូវដោយសារតែលក្ខខណ្ឌលើជាលក្ខខណ្ឌទី1វាដំណើរការលក្ខខណ្ឌទី1មុនមែនទេបាទឆ្លើយបែបនេះគឺត្រូវបានត្រឹម 90% មិនថាខុសទេគឺត្រូវតែអត់ចំនៅអ្វីដែល if else នឹងពីដើមទេចុះហេតុអីបានជាមិនដំណើរការក្រោយអ្នកទាំងអស់គ្នាពិចារណាមិនដំណើរការក្រោយមូលហេតុដោយសារតែក្រោយនេះបើយើងមើលតែសម្បកក្រោយវាតូចជាង50 7តូចជាង50ពិតមែនតែអាលក្ខខណ្ឌក្រោយនេះវាស្ថិតនៅក្នុងអីគេក្នុង L L នេះវាបដិសេធលក្ខខណ្ឌខាងលើនេះអញ្ចឹងអា L នេះវាបង្កប់លក្ខខណ្ឌមួយគឺ A ធំជាងឬស្មើ10អញ្ចឹងនោះត្រាតែ A ធំជាងឬស្មើ10បានចូល L នេះបានដល់ពេលចូល L នេះហើយ E ទៀតតូចជាង50អញ្ចឹងវាមានលក្ខខណ្ឌបង្កប់ថា A ធំជាងឬស្មើ10និង A តូចជាង50បាទសួរថា7ធំជាងឬស្មើ10ទេអត់ទេចឹងឯងតូចជាង50មែនតែវាអត់ធំជាងឬស្មើ10ទេចឹងវាមិនអាចចូល statement ទី2បានឡើយ statement ទី2លុះត្រាតែ
lúc tra tại lẹ khăn đi bất xong rồi statement tí phí lúc tra tại lẹ khăn lên đi mình bất nâng lẹ khăn đi bất mẹ này mình mới thì dây thảo tại lẹ khăn đi bất đó là cái statement tí phí thế vì pro statement tí phí việc thật nơi không error bỏ im khẳng lớn vì trời rong chăm oi lẹ khăn càng lớn mình bất sân bàn một bạc gì pram phí tao trên hạ sập chia lẹ khăn bất mẹ tại vì trời chăm oi lẹ khăn càng lớn mình bất sân lên lẹ khăn càng lớn bất chắc bởi lẹ khăn càng lớn bất cào ní tụi bây giờ bất bi cái chay tiết cầu như mình trâu đây đôi chỉ bùi dương để dây chẳng tha để sát tại vì bán pass lẹ khăn càng lời môn này nè bà ta để dương để dây ai gì chùm đây bởi sao tại lẹ khăn nè việc thật này cái nào nào hay em đi biết bằng cao lẹ khăn mũi cử e thông chưa được smart up đôi khi này pram pi ở thông chưa được smart up tê lẹ khăn đi chỉ lẹ khăn mình bật mình nên chỉ lẹ khăn bật tê và mình ai để dây thả lẹ khăn đi bất đai tại con là thao việc bất cao gì mình ai như vậy chẳng mà thế lẹ khăn đi chỉ lẹ khăn mình bất cho nên hai đây bạn mình bất e thông chưa được smart up nâng e tổ chức sắp chỉ lẹ khăn mình bất pram pi ở thông chưa được smart up thế chẳng nghe mà pram pi ở thông chưa được smart up thế những vô là năng họ do homework môi trở thơ nộp tiền và chẳng nghe tặng ở cái đĩa bằng cái khlang muối là mua tháng salary chẳng á là cô dân thua nơi lương công giờ tơ hái nè tặng ở cái này sở xe đã lương cả đăng không mà ta sở xe pha khay đi bay xe đi nè và đưa có xe đã pha khay nó mất các bạn này xe chắp chùm lon với đã không cả đăng không ta sẽ lấy đi bay xe đi chẳng ấy mà lấy đi bay xe trong là cô dân toàn nó nông này đó và cô dân xe lấy cái nhóm mình chưa thằng hôm vừa nó sẽ nói từ ấy cháu thằng xe program là mấy kèm đi phải khai cam co ra vào chặt nè cam co mà nè rồi thua ca ban mà rồi mau không nông khai nên là tôi phải khai ban mà rồi để làm chẳng mà rồi để làm thì chỉ phải khai cụ chẳng ấy không ca này để con tôi ca lương mau chặt phi mà mau bao là phải mau mau mùi mau nó chia mùi mau lư nay mùi rồi mau hàng lư chẳng ấy mà mình còn thư ta vào máu đấy nè mình đi tham mùi khai nó sao là còn lớp phi mà rồi mau nè chẳng kia là kết hợp bờ sân trên lưng chặt phi mùi mau bao mà phải máu kia là kết ở con bằng thay ra khai con không mùi máu sau mùi chân phải làm bà ưu tiên họ mà khai nó kia bộ mau con thôi mà rồi mà mau trên qua ban rồi tôi phải khai mà rồi là hai bông nâng chỉ môi nâng mà máu quân nâng môi chân phải béo trên qua ban ra khai đó cứ mở rối môi để lá chắc phải làm vô lấy và họ kia họ đặt qua phương ca hai nó ban mở rối mà thấy mau trên qua ban mở rối để lá khai bây giờ mà thấy mau nó giờ tụi con chỉ môi nâng mà môi chân phải béo nó bốc cho môi luôn rồi là còn đấy và bên này bạn này nát chắc bực thật lên non cha pi bằng máu đó phải máu kia là cần ra khai cốt non người máu môi chân để ra tại mà lớp pi mà phải máu nó lan ra tiếp kia là cần cốt non người máu môi chân hàng sạch thì này cha ủa kia con thua ca khai nó tới mình chốt sọt và khai máu hậu và họ là khai máu hậu thật nó có rất là con thua ca sọt ba mà rồi còn thấy mùi máu mà thấy máu rồi con cho mùi nó môi chân thì ra hai mà máu này lên pin quay máu thế đó rồi con nó mùi chân và mùi chân hai xong mùi chân thời gian là không chịu chẳng ấy và không chịu ha chịu tay bà sân chỉ có thưa ca tách chiềng con sọt trắng còn sọt trắng ọt tại thay bóng sọt mà chắc bà con thưa ca mình đau mùi đôi máu thì cái này cắt ra khai con không mùi máu rồi cho chẳng sọt chẳng ấy bà nó là ngày trắng cái em pra tha chốc chặt pi mau mà thơ mau mà mang máu cắt cái thao để chốc tay kia mà rồi máu cứ cắt nó mùi máu không thể chạm được cái đã chết của nhận này thầy xây xong ba lon từ đây ấy nè cứ mà khai nó ăn từ cả sắc của anh ha là này nát là này sao đâu mà máu như cái mà máu phải trên môi được là như thế mà cho bữa con mà khai nó còn từ cả sắc cứ ăn xong rồi lại nè và ăn xong rồi chắc chúng ta cao này thằng ông này ăn phút trên mò rồi bài cá đôi giờ vậy để chúng chọn bạn buổi dân tụi bay la lại khẳng
ខ្ញុំមានរបាយការណ៍ពីប្រភេទតែ program តែមួយហ្នឹងទេណាតែត្រូវបង្ហាញពីរបាយការណ៍ពីរបាយការណ៍ធំនេះខ្ញុំត្រូវការឲ្យរៀនតែខាងប្រសិនបើទៅតាមខាងចាប់ពី100ម៉ោងឡើងទៅអញ្ចឹងឲ្យតែគាត់ឲ្យតែ inter ទៅតាមខាងចាប់ពី100ម៉ោងឡើងទៅត្រូវចេញរបាយការណ៍នេះតែបើយើង inter ទៅតាមខាងគាត់ក្រោម100ម៉ោងចុះក្រោមបាទចេញអារបាយការណ៍ទៅនេះចឹងណាបាទចេញពីណា inter ទៅណាចាំខ្ញុំបញ្យល់របាយការណ៍ខ្ញុំឧទាហរណ៍ថាយើងបញ្ចូលតម្លៃទៅអាតូតល់ថាមនោះ120ម៉ោងចឹង120ម៉ោងបានចែកជា2មែនទេអាម៉ោងលើសគាត់មានម៉ោងលើស20ម៉ោងមួយនិងម៉ោងលើស1ម៉ោងមួយទៀតព្រោះអា20ម៉ោងយើងគិតក្នុង rate 1.2 អា1ម៉ោងនេះគិតក្នុង rate 1.50ចឹងណាបាទឧទាហរណ៍ថាគាត់ធ្វើការ145ម៉ោងអញ្ចឹងអានេះ20ម៉ោងអានេះ5ម៉ោងទៅលេខគេនិយាយអាម៉ោងលើហ្នឹងបានចែកជា2ម៉ោងលើកម្រិតទី1បាទម៉ោងលើកម្រិតទី1និងម៉ោងលើកម្រិតទី2ណា bonus salary សំដៅទៅលើប្រាក់ខែបន្ថែមយ៉ាងដើម្បីរកប្រាក់ខែបន្ថែមគឺយើងត្រូវយកគាត់ធ្វើម៉ោងលើកម្រិតទី1យកទៅគុណមួយទៅនឹងអាត្រាក្នុងម៉ោងកម្រិតទី1ចឹងណាបាទហើយយកទៅបូកជាមួយនឹងអាម៉ោងលើកម្រិតទី2យកទៅគុណជាមួយនឹងអត្រាក្នុងម៉ោងកម្រិតទី2ដែរបូកបញ្ចុះទៅយើងទៅឃើញប្រាក់ខែបន្ថែមរបស់គាត់ហើយណាហើយbasic salary មិនដែលខាងនេះទេនេះប្រាក់ខែគេក៏ខែគោលរបស់គាត់ដែរណាបាទប្រាក់ខែគោលគឺ100ដុល្លារណាហ្នឹងហើយចឹងទៅតាម salary ស្មើ basic salary បូកណាចឹងក្នុងករណីដែលទៅតាមខាងចាប់ពី100ម៉ោងមកទៅគឺយើងត្រូវគាត់ចេញទៅក្នុងបែបដែរថា L បាទបើទៅតាមខាងតូចជាង100ម៉ោងចុះក្រោមគឺយើងត្រូវអាប់តាមទម្រង់នេះវិញចឹងហ៎បាទទម្រង់នេះគឺទម្រង់ការប្រាក់ខែណាទម្រង់ការប្រាក់ខែចឹងពួកយើងអាចគាត់ basic salary 100ដុល្លារបាទយើងអាចគាត់ long rate មានន័យថាយើងត្រូវកាត់ក្នុង1ម៉ោងណានឹងអាន0.5នេះស្របទៅការម៉ោងទេមែនទេបាទ long salary មានន័យថាប្រាក់ខែដែលត្រូវកាត់ចឹងហ៎ប្រាក់ខែដែលត្រូវកាត់ខ្ញុំយក100ដល់10ខាងមានន័យថាម៉េចបងណាប្រាក់ខែចូល100ដល់10ខាងមានន័យថាម៉េចមកតែគាត់ធ្វើខ្វះខ្ញុំសួរពួកយើងគាត់ធ្វើបាន80ម៉ោងគាត់ខ្វះ1ម៉ោងchơi như này phải dương mà rối đo lên chúng bạn phải thăm này này và chơi cái này lại cái dương mà rối đo tô tạm thái thì nhà đâu nó để qua thương các bạn giờ nó để qua thương các bạn cơn chừng mỗi giờ này ra này tôi cắt không người vào nó hãy đưa dưới để tôi cắt quá này này hay chưa bc sao là bị mà là các cô quá đi đo của quạt cá đâu này để đo nên ai thếប្រាក់ខែដែលគាត់ត្រូវការចេញគឺប្រាក់ខែដែលគាត់ត្រូវបាទអញ្ចឹងប្រាក់ខែបាយរបស់គាត់អាចក្រោម100ដុល្លារចឹងហ៎ណាចឹងអ្នកទាំងអស់គ្នានាំគ្នាធ្វើអានឹងដាក់ខ្ញុំឲ្យទៅដាក់ខ្ញុំមកសិនបាទប្រធានហ្នឹងអ្នកទាំងអស់គ្នាមាននៅក្នុង file ហើយដែរបាទចឹងហើយបាទ file ឲ្យខ្ញុំមកcopyឲ្យពួកយើងហ្នឹងគឺមានដូចគ្នានឹងឯងណាបាទពួកយើងទៅមើលក្នុងហ្នឹងទៅហើយពួកយើងចម្លងឲ្យខ្ញុំមកណាបាទសេចប់តែកូននឹងឲ្យដើរហើយបានចម្លងដាក់กระดาษសេដូចរនងអញ្ចឹងចាំទេបាទណាសេហ្នឹងមកហេបានសម្រាប់ចប់